នេះជាសាច់មាន់ស្ងោរជាមួយនឹងសាច់ត្រីដែលបានស្ងោររួចហើយនាងខ្ញុំយកសាច់មាន់មកបុកមុនបន្ទាប់មកបន្ថែមនឹងសាច់ត្រីធ្វើសម្លណាំយ៉ាបងប្អូនយើងបុកកុំឲ្យម៉ត់ពេកគឺយើងបុកជ្រុំព្រោះដោយសារសាច់ត្រីយើងវាឆាប់ម៉ត់ស្រាប់ហើយបន្ទាប់មកយើងលាយគ្រឿងគូស្គ្រីដែលយើងបានកិនគ្រឿងរួចហ្នឹងជាមួយនឹងម្ទេសប្លោកគ្រីមបងប្អូនដើម្បីឲ្យវាឡើងពណ៌ក្រហមយើងយកទៅធ្វើសម្លណាំយ៉ាយើងធ្វើការបុកបញ្ចូលគ្នាឲ្យម៉ត់ឲ្យសព្វល្អប៉ុណ្ណេះគឺចូលម៉ត់ល្អហើយបងប្អូនគឺស្មើគ្នាបងប្អូនអាចបន្ថែមសណ្តែកដីទៀតក៏បានដែរតាមចំណូលចិត្តរបស់បងប្អូនអញ្ចឹងយើងអាចយកទៅស្លបានហើយ